រឿងខ្មោចបំពេកូនពេលថ្ងៃហាក់ខ្លីឆាប់ពេលរាត្រីហាក់ដូចជាវែងអន្លាយសម្រាប់រូបខ្ញុំនេះប្រហែលជាខ្ញុំមានរឿងដ៏គួរឲ្យព្រឺព្រួចមួយដែលមិនអាចបំភ្លេចបានហើយមើលទៅរឿងរ៉ាវនោះវាបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយប៉ុន្តែវាហាក់ដូចជានៅថ្មីណាស់សម្រាប់រូបខ្ញុំហើយខ្ញុំនៅតែចងចាំនៅហេតុការណ៍នោះគ្រប់សកម្មភាពទាំងអស់កាលពីប្រមាណជា10ឆ្នាំមុនខ្ញុំនិងមិត្តរបស់ខ្ញុំមានគ្នាប្រមាណ 4-5 នាក់មានប្រុសមានទាំងស្រីបាននាំគ្នាទៅដើរលេងកម្សាន្តក្រោយពីបានប្រឡងបញ្ចប់ឆ្នាំសិក្សាឆ្នាំទី1នៅមហាវិទ្យាល័យពួកយើងបាននាំគ្នាទៅដើរលេងកម្សាន្តនៅខេត្តភូមិភាគឦសាននៃប្រទេសរបស់យើងពួកយើងបានចេញដំណើរពីព្រលឹមតាមរថយន្តក្រុងហើយបានទៅដល់គោលដៅវេលាម៉ោង 5 ល្ងាចពួកយើងក៏បានជួលផ្ទះសំណាក់ចំនួន2បន្ទប់មួយសម្រាប់ប្រុសៗនិងបន្ទប់មួយទៀតសម្រាប់ស្រីៗពួកយើងបានស្នាក់នៅផ្ទះសំណាក់មួយដែលមើលទៅហាក់ឆ្ងាយពីគេបន្តិចដោយសារតែផ្ទះសំណាក់ផ្សេងទៀតគឺមានគេជួលអស់ទៅហើយការធ្វើដំណើរអស់ពេញមួយថ្ងៃពិតជាបានធ្វើឲ្យពួកយើងអស់កម្លាំងជាខ្លាំងមិត្តរបស់ខ្ញុំបានដេកលងលក់អស់ទៅហើយចំណែកខ្ញុំវិញមិនទាន់បានចូលដេកនៅឡើយទេព្រោះថាខ្ញុំរបួសតែកត់ត្រាពីព្រឹត្តិការណ៍នានាប្រចាំថ្ងៃរបស់ខ្ញុំនៅវេលាយប់នោះម៉ោងប្រមាណជា11 និង 12 នាទីយប់ក្រោយពីកំណត់ត្រារួចខ្ញុំក៏ហាក់មានអារម្មណ៍ថាមានខ្យល់ត្រជាក់បោកបក់មកប៉ះខ្លួនរបស់ខ្ញុំតាមបង្អួចហាក់ព្រឺឆឹងខ្នងខ្ញុំក៏បានដើរទៅកាន់មាត់បង្អួចដើម្បីបិទបង្អួចកុំឲ្យមានខ្យល់បោកបក់និងអាលបានចូលដំណេកក្នុងខណៈពេលដើរទៅដល់មាត់បង្អួចខ្ញុំក៏បានក្រឡេកមើលទៅអគារមួយដែលនៅមិនឆ្ងាយពីកន្លែងរបស់ខ្ញុំស្នាក់នៅប៉ុន្មាននោះទេស្រាប់តែពេលនោះខ្ញុំក៏បានឃើញមានពន្លឺភ្លើងភ្លឺចេញពីបន្ទប់មួយនៃអគារនោះក្នុងខណៈពេលនោះផងដែរខ្ញុំហាក់ដូចជាឃើញមាននារីវ័យក្មេងម្នាក់ប៉ុន្តែហាក់ដូចជាមើលមិនសូវជាច្បាស់នោះទេភ្លាមនោះក៏ស្រាប់តែបាត់នារីវ័យក្មេងនោះទៅវិញតែម្ដងខ្ញុំហាក់មានអារម្មណ៍ព្រឺសម្បុរខ្ញាក់ហើយខ្ញុំក៏ប្រញាប់ប្រញាល់បិទបង្អួចភ្លាមរួចក៏ចូលទៅដេកទាំងអារម្មណ៍ភ័យខ្លាចលុះព្រឹកឡើងខ្ញុំក៏បានជួបបងស្រីម្នាក់ដែលជាអ្នកអនាម័យហើយខ្ញុំក៏បានសួរនាំគាត់អំពីអគារនោះថាតើមានអ្នកស្នាក់នៅទៅនោះមែនទេនៅពេលឮខ្ញុំសួរយ៉ាងដូចនេះគាត់ហាក់ដូចជាមិនហ៊ានឆ្លើយនោះទេហើយគាត់ក៏បានដើរចេញបាត់ទៅខ្ញុំក៏មានការងឿងឆ្ងល់ដែរតែមិនសូវជាចាប់អារម្មណ៍នោះដែរហើយខ្ញុំក៏បានដើរសំដៅទៅរកមិត្តភក្តិរបស់ខ្ញុំដែលកំពុងតែរងចាំដើម្បីទៅដើរលេងកម្សាន្តវេលាម៉ោង5 ល្ងាចពួកខ្ញុំក៏បានត្រឡប់មកពីដើរលេងកម្សាន្តវិញហើយក៏បានរៀបចំងូតទឹកសម្អាតខ្លួនដើម្បីទទួលទានអាហារពេលល្ងាចរួមគ្នានៅក្នុងភោជនីយដ្ឋានដែលមាននៅក្នុងផ្ទះសំណាក់នោះក្រោយពីទទួលទានអាហារនិងជជែកគ្នាលេងរួចមកពួកយើងក៏បានបែកគ្នាចូលទៅកាន់បន្ទប់ដេករៀងខ្លួនដោយសពមួយដងផងដែរខ្ញុំកំពុងតែធ្វើកំណត់ត្រាប្រចាំថ្ងៃក្បែរមាត់បង្អួចខ្ញុំក៏បានក្រឡេកមើលទៅកាន់អគារនោះខ្ញុំក៏បានឃើញនារីម្នាក់ជាមួយនឹងពន្លឺភ្លើងក្នុងបន្ទប់ព្រមទាំងមានឮសំឡេងល្វើយស្រែកច្រៀងហាក់ដូចជាសំឡេងម្ដាយច្រៀងបំពេកូនរួមទាំងមានសំឡេងកូនក្មេងយំលេលំជាមួយគ្នាយ៉ាងដូច្នោះផងដែរដោយមានចម្ងល់ខ្ញុំក៏បានដើរសម្ដែងទៅរកមើលដោយមានកាន់ពើទៅជាមួយផងដែរខ្ញុំបានដើរបណ្ដាញៀកមើលឆ្វេងស្ដាំបណ្ដាខ្យល់បក់មកប៉ាក់នឹងរាងកាយត្រសៀកសូរសំឡេងច្រៀងក៏កាន់តែខ្លាំងឡើង
ខណៈពេលដែលខ្ញុំកំពុងតែដើរស្រាប់តែមានសមោលម្យ៉ាងបានហក់ចុះឡើងនៅក្បែរបង្អួននៃបន្ទប់នោះដោយមានរូបរាងដូចជាមនុស្សស្រីមានសក់វែងអន្លាយមានស្នាមអ្វីម្យ៉ាងនៅនឹងកហាក់ដូចជាមានឈាមស្រក់ចុះមកជាមួយផងដែរពេលឃើញសភាពការមិនស្រួលដូចនេះខ្ញុំក៏បានសម្រេចចិត្តត្រឡប់ក្រោយវិញយ៉ាងលឿនឥតមានងាកក្រោយនោះឡើយនៅពេលមកដល់បន្ទប់វិញខ្ញុំក៏បានយកហេតុការណ៍ប្រាប់ទៅដល់មិត្តភក្តិរបស់ខ្ញុំឲ្យបានដឹងបន្ទាប់ពីខ្ញុំបានរៀបរាប់ដំណើររឿងរួចមកពួកគេស្រឡាំងកាំងគ្រប់គ្នាហើយពួកគេក៏បានតបមកខ្ញុំវិញទាំងទឹកមុខភ័យតក់ស្លុតដោយនិយាយថាអ្វីដែលខ្ញុំបានជួបបានឃើញវាដូចទៅនឹងយល់សុបិនរបស់ពួកគេអំបញ្ញមិញផងដែរពេលដែលខ្ញុំបានស្ដាប់រួចមកវាកាន់តែធ្វើឲ្យពួកយើងទាំងអស់គ្នាកាន់តែមានអារម្មណ៍ភ័យខ្លាចនិងតក់ស្លុតខ្លាំងលើសដើមព្រោះថាអ្វីដែលខ្ញុំបានឃើញនិងអ្វីដែលមិត្តរបស់ខ្ញុំបានជួបក្នុងយល់សុបិនដូចគ្នាបេះពិតតែម្ដងនៅក្នុងយប់នោះផងដែរពួកយើងមិនហ៊ានដេកពេញមួយយប់ព្រោះតែពួកយើងមានអារម្មណ៍ភិតភ័យនឹងព្រឹត្តិការណ៍នោះផងព្រមជាមួយសំឡេងបំពេកូនរួមជាមួយនឹងសំឡេងសត្វឆ្កែលូត្រហឹងទៀតផងដែរវាពិតជាយប់មួយដែលពួកយើងមិនអាចបំភ្លេចបានហើយវាហាក់ដូចជាយូរណាស់ទម្រាំតែព្រះសូរិយារះបំភ្លឺរាងសម្រាប់ថ្ងៃថ្មីរបស់ពួកយើងពេលព្រឹកមកដល់ហើយក៏ជាពេលដែលពួកយើងទន្ទឹងរង់ចាំហើយក៏ជាពេលរង់ចាំរសែនយូរទៀតផងពួកយើងក៏ប្រញាប់ប្រញាល់រៀបចំសម្ភារៈសម្រាប់ចាក់ចេញពីទីនោះហើយខ្ញុំក៏បានសាកសួររឿងនេះទៅកាន់មេការផ្ទះសំណាក់ទៅពួកយើងបានដឹងថាអាគារមួយនោះក៏ជាកម្មសិទ្ធិរបស់ថៅកែក៏ដែរតែកាលពីប៉ុន្មានឆ្នាំមុនមីប្តីប្រពន្ធមួយគូរួមជាមួយនឹងកូនរបស់ពួកគេម្នាក់ទៀតមកស្នាក់នៅអាគារនោះសម្រាប់ដំណើរកម្សាន្តចុងសប្តាហ៍របស់ពួកគេមេការរូបនោះបានបន្តទៀតថាមួយថ្ងៃបន្ទាប់គាត់បានឮប្តីប្រពន្ធមួយគូនោះឆ្លោះគ្នាយ៉ាងខ្លាំងហើយបុរសជាប្តីបានចាកចេញបាត់ទៅលុះព្រឹកឡើងនៅពេលញាក់សម្អាតបន្ទប់កោសទ្វារដើម្បីសុំចូលទៅបោសសម្អាតបន្ទប់ក៏បានឃើញក្មេងតូចអាយុប្រហែល1ខួបដេកស្លាប់ក្នុងអង្រីងចំណែកឯស្ត្រីជាម្ដាយបានយកកូនកំបិតអាកខ្លួនឯងឈាមហូរដាពេញលើពុកនឹងក្រោមគ្រែស្លាប់យ៉ាងអណោចអធមចំណែកឯប្តីមិនបានឃើញត្រឡប់មកវិញនោះទេចាប់តាំងពីពេលនោះមកគេតែងតែឃើញមានស្រមោលមនុស្សស្រីនិងមានសម្លេងក្មេងយំឬពេលខ្លះក៏បានឮសម្លេងស្ត្រីជាម្ដាយច្រៀងបំពេកូនជារៀងរាល់យប់ទៀតផងក្រោយពីបានស្ដាប់ការរៀបរាប់របស់មេការផ្ទះសំណាក់នោះរួចពួកយើងបានត្រឹមតែសម្លឹងមុខគ្នាទៅវិញទៅមកហួសចិត្តមិនគួរណាពួកយើងបានមកជួបរឿងបែបនេះនោះទេហើយក៏សោកស្ដាយនឹងការស្លាប់របស់ម្ដាយនិងកូនព្រមទាំងបួងសួងឲ្យពួកគេបានទៅកាន់សុគតិភាពផងចុះពួកយើងបានធ្វើដំណើរចាក់ចេញត្រឡប់មកវិញដោយសុវត្ថិភាពប៉ុន្តែក្នុងអារម្មណ៍របស់ពួកយើងនៅតែដិតដាមចងចាំនៅហេតុការណ៍នោះមិនអាចបំភ្លេចបាននោះឡើយរឿងខ្មោចបំពេកូនចប់ដោយបរិបូរណ៍សូមជូនពរបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមជួយ Subscribe ដើម្បីទទួលបានរឿងនិទានខ្មែរបែបអបិយជំនឿជាច្រើនទៀតសូមអរគុណ